រាងកាយតូចស្ដើងរបស់រចនាកំពុងឈរអោបដៃនៅខាងក្រោមផ្ទះនរិនទឹកមុខស្រីតូចឡើងក្រញើព្រោះខ្លួនរងចាំកំឡោះជាង2ម៉ោងទៅហើយក៏នៅតែមិនឃើញម្ចាស់ផ្ទះបង្ហាញខ្លួនមកទទួលភ្ញៀវទៀតមីងទេវីដែលមកជាមួយក៏លួចមើលមុខម្ចាស់ស្រីម្ដងម្កាលដោយក្តីព្រួយបារម្ភនៅពេលឃើញនាងកំពុងឈររងចាំទាំងមិននិយាយអ្វីសោះបែបនេះមិនតែប៉ុណ្ណោះមីងទេវីក៏បានងាកទៅសម្លឹងមុខនាយសាក់ដែលកំពុងឈរក្បែរកាំជណ្ដើរដោយប្រើក្រសែភ្នែកសួរនាំថាតើម្ចាស់ឯងទៅណាបាត់ហើយសាក់ក៏បានឆ្លើយតបមកវិញដោយយកម្រាមដៃចង្អុលទៅទិសខាងលើជាសញ្ញាបញ្ជាក់ថាម្ចាស់ខ្លួនកំពុងនៅខាងលើផ្ទះបើតាមមើលទៅក្រមុំតូចរចនាទំនងជាអស់ការអត់ធ្មត់ក្នុងការរងចាំទៀតហើយទើបនាងស្ទុះទៅឈរនៅខាងមុខផ្ទះរួចច្រត់ចង្កេះស្រែកហៅម្ចាស់ផ្ទះណែតាពេកមុខស្វាលោកប្រុងឲ្យខ្ញុំឈរចាំលោកដល់ល្ងាចតែមែនឬទេភាពស្ងប់ស្ងាត់ដោយគ្មានការឆ្លើយតបពីភាគីម្ខាងទៀតកាន់តែធ្វើឲ្យនាងក្រមុំខឹងលើសដើមភ្លើងកំហឹងដែលមានក្នុងខ្លួនរចនានាពេលនេះស្ទើរតែคล้ายទៅជាផ្សែងហោះចេញពីក្បាលរបស់នាងទៅហើយក៏ហើយឬយ៉ាងម៉េចទើបមិនឃើញតបតអ្វីនឹងខ្ញុំបែបនេះលោកជឿថាខ្ញុំហ៊ានអូសក៏លោកទម្លាក់ពីលើផ្ទះចុះមកក្រោមផ្ទះដែរឬទេតាពេស្វាព្រៃបើលោកនៅតែមិនព្រមចុះមកជួបខ្ញុំទេខ្ញុំនឹងតើនាងនឹងយ៉ាងម៉េចទីបំផុតអ្នកកំឡោះក៏បានបង្ហាញខ្លួនចេញពីក្នុងផ្ទះហើយចុះជណ្ដើរយឺតខណៈដែលកៅភ្នែកទាំងគូរបស់នាយកំពុងសម្លឹងមើលទៅស្រីតូចរចនាដោយក្រសែភ្នែកប្រកាសសង្គ្រាមរចនាឈរអោបដៃមើលនរិនចុះពីលើជណ្ដើរដោយអារម្មណ៍ខ្នក់ខ្នាញ់បំផុតស្របពេលដែលនរិនក៏ចុះមកដល់ក្រោមហើយឈរអោបដៃសម្លឹងមករករចនាវិញដូចគ្នាពេលឃើញចៅវាយទាំងពីរកំពុងប្រឈមមុខដាក់គ្នាបែបនេះសាក់និងមីងទេវីប្រញាប់ស្ទុះមកឈរក្បែរម្ចាស់រៀងខ្លួនព្រមចុះមកបង្ហាញខ្លួនហើយខ្ញុំស្មានតែលោកចូលមកលុបបន្ទុំស្បែកដោយស្រីកមុំអីតាទើបសងំនៅក្នុងបន្ទប់មិនព្រមចុះមកជួបភ្ញៀវសោះថាម៉េចភ្ញៀវឯណាទៅហេតុអីខ្ញុំមើលមិនឃើញខ្ញុំឃើញតែយាយធ្មប់មកពីក្រុងអង្គុយចាំខាបប្រលឹងទើបខ្ញុំខ្លាចមិនហ៊ានចុះមកជួបបែបនេះលោកថាឲ្យនរណាជាយាយធ្មប់អ្នកណាស្ដាប់ឮគឺថាឲ្យនៅនោះហើយណែអាឈួតណែអ្នកនាងរចនាកុំខឹងនាំខូចការធំណាអ្នកនាងភ្លេចហើយឬថាអ្នកនាងមកទីនេះដើម្បីអ្វីមីងទេវីដាស់តឿនរចនាដើម្បីឲ្យនាងមានសតិបន្តិចក្រោយពីស្ដាប់ឮសម្ដីមីងទេវីរួចរចនាក៏ព្យាយាមសម្រួលចិត្តឲ្យត្រជាក់វិញប៉ុន្តែកាយវិការរបស់នាងស្ថិតក្រោមការសង្កេតរបស់នរិនជានិច្ចរចនាសម្លក់មុខនរិនបន្តិចមុននឹងដើរទៅយកកន្ត្រកផ្លែឈើដែលនាងបានកាន់មកតាំងពីព្រលឹមរួចហុចទៅឲ្យនរិនអ្នកកំឡោះសម្លឹងមើលទៅក្នុងកន្ត្រកផ្លែឈើរួចលើកចិញ្ចើមឆ្ងល់ស្អីគេនាងឲ្យមកខ្ញុំចុះលោកគិតថាខ្ញុំឲ្យខ្មោចព្រៃឯណាឬអត់ទោសនាងក្នុងគោលបំណងអ្វីគឺខ្ញុំចង់ឲ្យលោកដកពាក្យបណ្ដឹងវិញត្រឹមផ្លែឈើមួយកន្ត្រកហ្នឹងចង់ឲ្យខ្ញុំដកពាក្យបណ្ដឹងវិញវាដូចជាងាយពេកទៅដឹងអ្នកនាងចុះលោកចង់ឲ្យពួកខ្ញុំធ្វើអ្វីទើបលោកសប្បាយចិត្តសើចស្អីសើចចោលគ្មានអ្វីទេឡប់មែនអប៉ិនេះរចនាងាកមុខចេញរួចរអ៊ូតិចតែនរិនស្ដាប់ឮពេញត្រចៀកទើបសួរភ្លាមនាងរអ៊ូអីខ្ញុំរអ៊ូចោលតាមខ្យល់គ្មានពាក់ព័ន្ធអីនឹងលោកទេបើចង់ឲ្យខ្ញុំដកពាក្យបណ្ដឹងវិញព
ពួកនាងត្រូវធ្វើរឿងមួយឲ្យខ្ញុំប៉ុន្តែមិនចាំបាច់ធ្វើច្រើនគ្នាទេសូមត្រឹមតែមួយនាក់គឺគ្រប់គ្រាន់ហើយមនុស្សម្នាក់តើលោកត្រូវការនរណានរិនញូចស្នាមញញឹមបន្តិចមុននឹងលើកដៃចង្អុលទៅកាន់កន្លែងមួយតើនាងឃើញដើមទុរេនមួយដើមនៅក្បែររបងនោះទេមួយដើមនោះវាជិតងាប់ហើយបើមនុស្សរបស់នាងអាចធ្វើឲ្យវារស់ឡើងវិញបានខ្ញុំនឹងយល់ព្រមដកពាក្យបណ្ដឹងវិញភ្លាមងាយស្រួលណាស់ខ្ញុំនឹងទៅចាត់ចែងមនុស្សម្នាក់ឲ្យមកធ្វើការងារនេះឲ្យលោកភ្លាមមិនបាច់ទៅរកនរណាទេគឺនាងនឹងហើយតែស័ក្តិសមបំផុតក្នុងការធ្វើកិច្ចការមួយនេះស្អីគេខ្ញុំមនុស្សនៅទំនេរពេញមួយការដ្ឋានមិនក៏លោកឲ្យខ្ញុំជាអ្នកធ្វើការដោយផ្ទាល់ដៃទៅវិញបើនាងមិនចង់ធ្វើក៏តាមចិត្តប៉ុន្តែពាក្យបណ្ដឹងរបស់ខ្ញុំគឺនៅតែបណ្ដឹងដូចដើមដូច្នេះកុំសម័យឲ្យសោះថាសន្តាគារថ្មីរបស់នាងនឹងលេចរូបរាងនៅទីនេះពាក្យសម្ដីរបស់នរិនធ្វើឲ្យរចនាកាន់តែខ្នាញ់ថែមមួយកម្រិតទៀតព្រោះនរិនកំពុងតែដើរខ្សែលើរចនាពេញទំហឹងទៅហើយក៏បានខ្ញុំយល់ព្រមតាមលោកទៅចុះព្រោះបើខ្ញុំប្រកែកក៏លោកនៅតែដាក់សម្ពាធលើខ្ញុំដដែលនឹងលោកមានលក្ខខណ្ឌអ្វីទៀតក៏និយាយរៀបរាប់ឲ្យអស់មកកុំឲ្យខ្ញុំលំបាកស៊ូនោមច្រើនលក្ខខណ្ឌងាយនាងត្រូវធ្វើយ៉ាងណាក៏បានឲ្យតែដើមទុរេនមួយដើមនេះរស់ឡើងវិញក្នុងរយៈពេល1ខែបើមិនដូច្នោះទេត្រៀមខ្លួនបិទការដ្ឋានចោលឲ្យហើយទៅថាម៉េច1ខែនេះលោកឈួតឬក៏យ៉ាងម៉េចកុំថាឡើយធ្វើគ្រាន់តែគិតក៏ទៅមិនរួចដែរនរិនក៏ពោលបន្តចង់ដកខ្លួនពេលនេះក៏បានប៉ុន្តែការដ្ឋានរបស់នាងនឹងរលាយក្នុងពេលនេះដូចគ្នារចនាស្ងាត់មាត់បន្តិចខណៈដែលភ្នែកទាំងគូរបស់នាងកំពុងសម្លក់មុខនរិនស្ទើរជ្រុះគ្រាប់ភ្នែកទៅហើយទើបតែចិត្តឆ្លើយតបមកវិញដោយសំឡេងគំរោះគំរើយក៏បានខ្ញុំយល់ស្របតាមលក្ខខណ្ឌរបស់លោកទៅចុះក្នុងរយៈពេល1ខែបើខ្ញុំអាចធ្វើឲ្យដើមទុរេននេះរស់ឡើងវិញបានលោកក៏ត្រូវតែដកពាក្យបណ្ដឹងវិញដូចគ្នាកុំភ័យអីខ្ញុំមិនមែនជាមនុស្សក្លិចក្លុចដូចនាងទេអាឈួតសាក់នរិនបែរមុខចេញពីរចនាហើយងាកទៅហៅមនុស្សចំណិតរបស់ខ្លួនវិញម្ដងបាទចៅវាយប្រកាសដំណឹងដល់អ្នកគ្រប់គ្នាថានៅថ្ងៃស្អែកនេះចំការរបស់យើងនឹងមានកម្មករថ្មីរចនាឆ្លៀតសម្លក់មុខនរិនសាជាថ្មីមុននឹងដើរចេញពីចំការរបស់នរិនដើម្បីវិលត្រឡប់មកការដ្ឋានរបស់នាងវិញអ្នកនាងតូចត្រកូលភូមិរិនដើរទន្ទ្រាំជើងខ្លាំងរហូតមកដល់ក្រោមផ្ទះនាងក៏ស្រែកមួយទំហឹងផ្អើលចាបហោះចេញពីសម្បុករចនាស្រែកផងលើកដៃទះក្បាលហួសចិត្តនឹងខ្លួនឯងផងនាងរចនាអើយហេតុអ្វីក៏ឯងទៅយល់ព្រមនឹងលក្ខខណ្ឌឈួតឡប់របស់អាគាត់នឹងទៅវិញស្អីគេមើលថែដើមទុរេនសំបីស្មៅមួយដើមក៏ឯងមិនដែលប៉ះផងនឹងរយៈពេល1ខែឯងមកជាស្លាប់ដោយគ្មានដីកប់មិនខានខណៈស្រីតូចរចនាកំពុងអង្គុយលំបាកចិត្តតែម្នាក់ឯងកូនឆ្កែតូចក៏បានរត់ចេញពីចន្លោះរបងមករកនាងកូនឆ្កែមួយក្បាលនោះធ្វើភ្នែកភ្លឹះគួរឲ្យអាណិតហើយរចនាក៏បានអោនទៅនិយាយជាមួយកូនឆ្កែតើឯងមកទីនេះយ៉ាងម៉េចបានតើឯងចង់មកសោយចំអកដាក់ខ្ញុំដូចជាម្ចាស់ឯងឬល្អណាស់ឆ្កែក៏ដូចម្ចាស់ឯម្ចាស់ក៏ដូចឆ្កែតែបើគិតសពទៅម្ចាស់ឯងមកដូចអ៊ូខុងច្រើនជាងមិនដឹងជាស្រឡាញ់ពុកចង្ការឬគ្មានពេលកោទេទើបទុកឡើងស្រមុំពេញមុខបែបនេះនោះ
នេះឯងខឹងចំនួនម្ចាស់ឯងមែនទេវូវូហេតុអ្វីមិននិយាយហេតុអ្វីឯងគិតតែព្រុសដាក់ខ្ញុំបែបនេះឬឯងគិតថាខ្ញុំចេះស្ដាប់ភាសាសត្វឬរចនាជះកំហឹងដាក់លើកូនឆ្កែទាំងអស់រហូតដល់វាក្រាបខ្លួនលើដីរួចធ្វើភ្នែកគួរឲ្យអាណិតហាក់ដូចកំពុងលួងលោមនាងអីចឹងបន្ទាប់ពីស្ដីឲ្យកូនឆ្កែអស់ចិត្តទើបរចនាភ្ញាក់ខ្លួនតាមក្រោយពធអើយនេះខ្ញុំធ្លាក់ខ្លួនដល់ថ្នាក់មកឆ្លោះប្រកែកនឹងសត្វឆ្កែទៅហើយសូមទោសផងណាកូនឆ្កែតូចបើឯងខឹងខ្ញុំគាត់ទៅរកម្ចាស់ឯងទៅព្រោះអាគាត់នឹងដែលជាមូលហេតុធ្វើឲ្យខ្ញុំជេរឯងនិយាយចឹងកូនឆ្កែតូចតើឯងឈ្មោះអ្វីដែរវូខ្ញុំស្ដាប់មិនយល់ទេខ្ញុំហៅឯងថាថ្នោតទៅចុះព្រោះរួមឯងមានពណ៌ថ្នោតតើឯងចូលចិត្តឈ្មោះនេះឬទេកូនឆ្កែក៏ក្រោកឡើងបក់កន្ទុយរួចដើរចូលទៅក្បែរជើងនាងបញ្ជាក់ថាវាចូលចិត្តឈ្មោះដែលនាងដាក់ឲ្យឯរចនាវិញក៏លើកដៃទៅអង្អែលក្បាលរបស់វារួចញញឹមនឹងបាននិយាយទៅកូនឆ្កែបន្តទៀតឯងនេះគួរឲ្យចូលចិត្តជាងម្ចាស់ឯងឆ្ងាយណាស់វូរចនានិងកូនឆ្កែលេងជាមួយគ្នាយ៉ាងសប្បាយដោយមិនបានចាប់អារម្មណ៍នឹងវត្តមានរបស់នាយកំឡោះដែលកំពុងលបមើលពួកគេប្រឡែងគ្នាទាំងហួសចិត្តពីរបងដីម្ខាងទៀតចំជាឆ្កែដឹងគុណស្រីចោលម្ចាស់មែនគេឌីលម្ចាស់វាកប់មាត់វាបែរទៅជាលួងគេឲ្យគេអង្អែលក្បាលទៅវិញចាំមើលណាងាកនេះដឹងតែអត់បាយស៊ីហើយអាឆ្កែកំហូច